ចៅវាយមានស្រីម្នាក់បានមកថាគេបានឆក់យកឆ្នាំងដាំបាយទៅមុនពេលនាងយកវាទៅអ្នកលាក់ខ្លួននៅទីក្រុងរក្សាឆ្នាំងដាំបាយទឹកនៅទីនេះធ្វើឲ្យគ្រួសារធំទាំង4ស្វែងរកយូរណាស់តានាងមែនទេដែលវាយកូនស្រីខ្ញុំក្មេងស្រីនាងថ្លើមធំពេកហើយព្រះនឹងសម្អាតអ្នកព្រះរបស់អ្នកមិនអាចធ្វើអ្វីខ្ញុំបានទេតាឯងចង់បានអ្វីនាងហ៊ានវាយខ្ញុំមិនលើកលែងឲ្យនាងទេបើកភ្លើងពន្លឺ UV ប្រយ័ត្នពន្លឺ UV ប្រយ័ត្នរយៈពេលជាង100ឆ្នាំគ្រួសារអស្ចារ្យទាំង4បានចិញ្ចឹមមនុស្សគ្មានប្រយោជន៍ដូចពួកអ្នកហេតុអ្វីស្រីម្នាក់នេះមើលទៅខ្លាំងម្ល៉េះខ្ញុំគិតថានាងខ្ញុំបានឃើញនាងនៅក្នុងបន្ទប់សម្ងាត់របស់តាខ្ញុំគិតថាដូចធ្លាប់ឃើញនាងដែរបើឆ្នាំងទឹកមិនបានទៅកន្លែងរបស់វាវិញទេគ្រួសារទាំង4នឹងរងការវិនាសមុនគេហើយគ្រួសារលីនឯងនឹងបាត់ខ្លួនមុនគេនាងធ្វើឲ្យគ្រួសារលីយើងបាត់ខ្លួនដោយរបៀបណាគ្រួសារលីយើងបានរងម100ឆ្នាំហើយគួរតែបាត់ខ្លួនយើងនឹងបាត់ខ្លួនមែនទេលោកស្រីពេលនេះអាក្រក់ហើយលោកលីបានជួបគ្រោះថ្នាក់ចរាចរណ៍បើខ្ញុំទទួលបានឆ្នាំទឹកឥឡូវនេះកូនប្រុសរបស់នាងមិនស្លាប់ទេជាការអាណិតពីពេលនេះតទៅបើឆ្នាំទឹកមិនត្រឡប់ទៅកន្លែងដើមវិញទេនោះគ្រួសារលីរបស់ឯងនឹងស្លាប់ម្ដងម្នាក់ដល់គ្រួសារធំទាំង4បំផ្លាញចោលទាំងស្រុងតោះទៅដល់រាប់ណាឆ្នាំដាំបាយទឹកមិនមានព្រោះមហន្តរាយដ៏ធំក្នុងប្រទេសចិននឹងមកដល់មុនពេល3ខែខ្ញុំមិនប្រញាប់ទេអ្វីដែលព្រួយបារម្ភគឺគ្រួសារធំទាំង4តើនាងជានរណាទៅសួរមេគ្រួសារឯងទៅម៉ាក់កុំបារម្ភអីនាងជាមនុស្សអាក្រក់ជេរប្រមាថយើងម៉ាក់អូនប្រុសខ្ញុំយើងមិនអាចអត់ទោសឲ្យនាងឡើយបើមានរឿងអ្វីកើតឡើងចំពោះប្អូនប្រុសឯងជាហេតុនាងជាបំណែកមិនខានលោកអាចារ្យប្រាប់ខ្ញុំបានទេនាងជាបិសាចប្រភេទអ្វីកុំប៉ះពាល់នាងសង្កេតមើលនាងដោយស្ងៀមស្ងាត់តើនាងរស់នៅដោយផឹកឈាមមនុស្សឬបើនាងបឺតឈាមនាងពិតជាបិសាចជញ្ជក់ឈាមមែនបិសាចជញ្ជក់ឈាមយើងកំចាត់នាងដោយរបៀបណាយើងគួរតែកំចាត់នាងដោយរបៀបណាមែនហើយឥឡូវនាងមិនខ្លាចពន្លឺព្រះអាទិត្យឬកាំរស្មី UV ទេយើងគួរធ្វើបែបណាកុំខ្លាចអីបើនាងជាបិសាចជញ្ជក់ឈាមងាយស្រួលកំចាត់ណាស់បិសាចជញ្ជក់ឈាមចំនួនថ្មីគ្មានអ្វីគួរឲ្យខ្លាចនោះទេភ្លើងទឹកមួយពេងសូម្បីឈើឆ្កាងប្រាក់សុទ្ធនេះអាចសម្លាប់នាងបានយ៉ាងងាយត្រូវកំណត់ថានាងបឺតជាមនុស្សដែរទេខ្លាចប្រាក់ឬអត់សាកល្បងឲ្យបានឆាប់យល់ព្រមយើងសាកល្បងតោះទៅម៉ាក់ជីស៊ូទៅតែនិយាយអំពីឆ្នាំងដាំបាយទឹកដាក់វានៅកន្លែងដើមរបស់វាវិញទេគ្រួសារធំទាំង4បាត់បង់ទ្រព្យសម្បត្តិបន្ទាប់មកគ្រួសារលីជួបគ្រោះថ្នាក់
គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះកូនប្រុសគ្រួសារលីតែងតែបាក់ឡើងលឿនមុនពេលគាត់ជួបគ្រោះថ្នាក់កុំស្ដាប់ការនិយាយរបស់នាងលឺនៅ